សុខសាន្តក្រៃដងនោះនាងសូបនខានួនស្រីយៈគង់ក្នុងពន្លាជាអបសុខក្នុងព្រះតីក៏ចង់នឹងទៅកំសាន្តព្រៃរកមើលក្រែងមានសចាំងបងបាត់ឯណានឹងចាប់មកធ្វើប្តីគិតស្រាច់នឹងចេញចោលជាត្រាយបានដូចព្រះចិន្តា Bye.